ធ្លាប់តែឃើញជាងប្រុសគាត់ធ្វើទ្រង់មាន់ណាឥឡូវយើងមកមើលជាងស្រីធ្វើទ្រង់មាន់វិញមើលមិនវិញដែរបងប្អូនចាំមើលគាត់ធ្វើកើតអត់ចឹងណាអានេះយើងដំឡើងក្រងវាហើយយើងនៅតែយកសំណាញ់ជ័រយកមកចងវាទេគឺរួចរាល់ហើយបងប្អូនចឹងកាត់បដ ாய் កាត់តតឹងវាឲ្យស្មើគ្នាមកយកមកចងជាមួយមេវាហ្នឹងមកអញ្ចឹងគាត់ប្រើខ្សែចងនេះខ្សែនេះចងជាប់ល្អណាស់បងប្អូនអើយអត់លបូតទៅណាទេខ្សែនេះហើយយើងកាត់តាមទ្វាតាមអីវាឲ្យស្អាតមកចងវាឲ្យជាប់មកបងប្អូននេះអត់រួចទៅណាទេកូនមាន់ប៉ុន្មានក៏អត់រួចដែរនេះសំណាញ់នេះដល់តែផុយសំណាញ់មកមិនចេញរួចបន្ទាប់ពីយើងចងសំណាញ់នឹងរួចរាល់ហើយកាត់វាឲ្យស្មើស្អាតហើយគឺយើងដាក់ដបូលវាបន្តិចមកបងប្អូនយើងប្រក់ដបូលវាសង្កសីកន្លះម៉ែត្រអីមកកុំឲ្យវាត្រូវភ្លៀងត្រូវថ្ងៃក្តៅអីចឹងណា